ចាស់ស្រីបានញ៉ាំផ្លែប៉ោមឬក៏ប្រែក្លាយជាសត្វឆ្មាអ្នកបម្រើចិត្តខ្មៅនោះបានប្រែក្លាយជាចាស់ស្រីជំនួសវិញព្រោះមិនបានដឹងរឿងនេះអ្វីទាំងអស់អ្នកបម្រើចិត្តខ្មៅឃើញចាស់ប្រុសស្រឡាញ់ឆ្មាបានខឹងយ៉ាងខ្លាំងពូម៉ៅបានដឹងរឿងនេះក៏បានរត់ទៅយ៉ាងលឿនឯចាស់ប្រុសនេះវិញបានយកឆ្មាទៅឲ្យម្ចាស់ស្រីខ្លាំងខ្លាយហើយក៏ចេញឡានទៅបាត់ទៅចាស់ស្រីខ្លាំងខ្លាយបានធ្វើបាបកូនឆ្មានោះយ៉ាងចាស់ដៃតែម្ដងហើយក៏បានប្រែក្លាយទៅជាសត្វបង្គោលក៏បានកវែងកវត្តក៏បោះចោលទៅក្រៅបាត់ទៅពូម៉ៅឃើញដូច្នេះក៏បានរត់ទៅយកសត្វបង្គោលនេះទៅជួយហើយបានផ្សំថ្នាំចាក់ចុះចាក់ឡើងក៏ប្រែក្លាយបង្គោលនេះក្លាយជារូបរាងដើមវិញម្ចាស់ស្រីពិតបានទេទៅហៅប៉ូលីសដើម្បីមកចាប់អ្នកបម្រើដល់ឃោឃៅនេះចំណែកឯប្តីនេះវិញទៅមកពីផ្ទះក៏មិនបានដឹងអីដែរស្រីបានយកថ្នាំស្ប្រៃបាញ់ទៅអ្នកបម្រើខ្លាយជាអ្នកបម្រើរូបពិតប្រវត្តិខំវាយផងផ្ទះផងប៉ូលីសក៏ចាប់អ្នកបម្រើ